កលែងមកចាប់អារម្មណ៍ទៅនឹងដំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំនិងសិស្សពូកែរបស់សាលាចាក់គឺសវណ្ណភូមិប្រចាំឆ្នាំ2022-2023ចាក់គឺទៅកាន់សាកលវិទ្យាល័យបាងកកប្រទេសថៃគឺជាដៃគូសហប្រតិបត្តិការអន្តរជាតិរបស់សាលារៀនសវណ្ណភូមិគឺនៅក្នុងគោលបំណងមួយដើម្បីស្វែងយល់ពីការសិក្សានានានៅសាកលវិទ្យាល័យនិងរឹតចំណងមិត្តភាពដៃគូឲ្យកាន់តែប្រសើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកញ្ញាយិនសុកមានអ្នកសម្រុះសម្រួលអន្តរជាតិនៃស្ថាប័នអប់រំ NTC Group សាលារៀនសវណ្ណភូមិបានលើកឡើងថានៅក្នុងដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងរយៈពេល2ថ្ងៃរបស់សិស្សសានុសិស្សដែលបានប្រឡងជាប់ជាសិស្សពូកែប្រចាំស្ថាប័នអប់រំ NTC Group ពិសេសនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះទៀតសោតក៏មានគោលបំណងធំៗចំនួន2ផងដែរដែលគោលបំណងទី1នោះគឺចង់ឲ្យសិស្សគាត់បានស្គាល់ពីទស្សនវិជ្ជានៅប្រទេសថៃយ៉ាងដូចម្ដេចទោះបីជាសិស្សខ្លះគាត់ធ្លាប់បានទៅដោយខ្លួនគាត់រួចហើយក៏ដោយប៉ុន្តែលើកនេះយើងមិនគ្រាន់តែទៅដើរលេងទេប៉ុន្តែទៅលក្ខណៈជាទស្សនកិច្ចទៅសាលាជាដៃគូចំនួន2គឺ CUT ហើយនិង BU អញ្ចឹងចង់ឲ្យគាត់បានស្គាល់ពីសាកលវិទ្យាល័យនឹងផងដែរហើយគោលបំណងធំទី2ហ្នឹងគឺចង់ទៅផ្សារភ្ជាប់ទំនាក់ទំនងហើយនឹងពង្រឹងសម្ព័ន្ធភាពជាមួយនឹងសាលាជាដៃគូនៅឯប្រទេសថៃនឹងផងដែរចាចំនួនសិស្សដែលទៅក្នុងទស្សនកិច្ចសិក្សាលើកហ្នឹងគឺមានចំនួន8នាក់ដែលមានប្រុស4ស្រី4ហើយនឹងមានខ្ញុំនិងអ្នកគ្រូចំនួន3នាក់ទៀតដែលនឹងអមដំណើរទៅជាមួយគាត់ទៅប្រទេសថៃហ្នឹងអញ្ចឹងពួកគាត់ជាសិស្សបកែក្នុងមុខវិជ្ជាផ្សេងគ្នាដែលសិស្សបកែមានរូបវិជ្ជាខ្មែរគណិតចឹងជាដើមចំណែកយុវសិស្សខិនស៊ីយ៉ានៅក្នុងចំណោមសិស្សពូកែផ្នែកភាសាខ្មែរគណិតវិទ្យារូបវិទ្យាបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូចនេះខ្ញុំរៀននៅសាលារៀនសវណ្ណភូមិទីតាំងចំពោះ1001ហើយថ្ងៃនេះផងដែរគឺពួកខ្ញុំរៀបចេញដំណើរទៅប្រទេសថៃនេះគឺជាទស្សនកិច្ចសិក្សាដែលពួកយើងទាំងអស់គ្នាបានប្រឡងជាប់សិស្សបកែហើយចំពោះការទស្សនកិច្ចសិក្សាលើកនេះផងដែរខ្ញុំនឹងសង្ឃឹមថាពួកខ្ញុំនឹងទទួលបានបទពិសោធន៍ថ្មីនិងចំណេះដឹងថ្មីពីព្រោះតែពួកយើងកំពុងតែរៀននៅថ្នាក់ទី12ដូច្នេះហើយពួកយើងនឹងគិតពីគោលដៅរបស់យើងដែលត្រូវរៀនបន្តនៅមុខជំនាញដែលពួកយើងរៀនបន្តពីពួកយើងបានចប់ការសិក្សានៅថ្នាក់ទី12នេះចំពោះការធ្វើទស្សនកិច្ចសិក្សាលើកនេះដែរពួកយើងនឹងបង្ហាញគេថាកូនខ្មែរអាចធ្វើបានពួកយើងទាំងអស់គ្នានឹងប្រឹងប្រែងអស់ពីសមត្ថភាពនៅពេលដែលនិយាយពីបទពិសោធន៍និយាយអំពីព័ត៌មានលម្អិតនៃជំនាញនីមួយដែលពួកយើងចាប់អារម្មណ៍ក្នុងការរៀនហើយម្យ៉ាងទៀតពួកយើងអត់ទាន់មានគោលដៅច្បាស់លាស់ក្នុងការសឹករើសជំនាញនៅអ្វីដែលពួកយើងត្រូវរៀនបន្តទៀតនោះទេដូច្នេះហើយខ្ញុំសង្ឃឹមថាទស្សនកិច្ចលើកនេះនឹងផ្ដល់បទពិសោធន៍ច្រើនហើយនឹងព័ត៌មានលម្អិតជាច្រើនដើម្បីធ្វើឲ្យពួកយើងនឹងមានចំណាប់អារម្មណ៍និងមានគោលដៅច្បាស់លាស់ក្នុងការជ្រើសរើសមុខជំនាញដែលពួកយើងចង់រៀនហើយចំពោះការចូលប្រឡងនានាកុំខ្លាចក្នុងការបរាជ័យពីព្រោះតែភាពបរាជ័យនេះហើយគឺជាជំហានដែលយើងអាចបោះឈានទៅរកភាពជោគជ័យបានវានឹងផ្ដល់បទពិសោធន៍ផ្សេងឲ្យយើងដឹងថាតើយើងត្រូវកែប្រែអ្វីខ្លះទៀតដើម្បីយើងអាចចាប់យកនៅភាពជោគជ័យនោះមកបានជាចុងក្រោយកញ្ញាយិនសុកមានបានបន្ថែមទៀតថាបច្ចុប្បន្ននេះវិស័យអប់រំមានការអភិវឌ្ឍច្រើនទៅលើកម្មវិធីសិក្សាទន្ទឹមនឹងនោះសាលារៀនសវណ្ណភូមិបានយកចិត្តទុកដាក់ទៅលើការរៀននិងបង្រៀនទៅតាមមុខវិជ្ជាគោលដែលមាននៅក្នុងកម្មវិធីសិក្សាមិនត្រឹមតែប៉ុណ្ណោះក្មួយនៅទទួលបាននៅការអប់រំមួយតាមបែបបរិបទថ្មីដែលប្រើប្រាស់នៅបច្ចេកវិទ្យាជាជំនួយនៅក្នុងការរៀនផងដែរដូចជាការរៀនតាមអនឡាញរៀនបែបចម្រុះជាពិសេសគឺការរៀនរស់នៅក្នុងគន្លងជីវិតថ្មីស្របតាមស្ថានភាពសង្គមប្រចាំថ្ងៃផងដែរការអប់រំសុជីវធម៌សិលធម៌ការគោរពការឲ្យតម្លៃគ្នាទៅវិញទៅមកការចូលរួមសកម្មភាពសិល្បៈកីឡាអាជីពការងារភាពជាអ្នកដឹកនាំនិងចូលរួមការងារដើម្បីគុណធម៌សង្គមនៅតែបន្តយ៉ាងសកម្មផងដែរសាលារៀនសវណ្ណភូមិក៏បានខិតខំប្រឹងប្រែងពង្រីកខ្លួនយ៉ាងធំធេងទៅរកដៃគូក្រៅប្រទេសនិងបណ្ដាប្រទេសនៅលើពិភពលោកផងដែរកម្មវិធីចំណេះទូទៅខ្មែរឆមាសទី2ចូលរៀនថ្ងៃទី3មេសា2023ផ្ដល់ជូនមួកការពារសុវត្ថិភាពនិងឯកសណ្ឋានមួយឈុតឥតគិតថ្លៃ